ឃើញពិបាកគួរជួយគួរអាណិតក្នុងជីវិតមួយនេះគ្មាននរណាចង់ពិបាកបែកបាក់កូនប្រពន្ធកូនញាតិមិត្តបងប្អូននៅឡើយមិនថាខ្លួនស្ថិតនៅក្នុងទូនាទីអ្វីក៏ដោយចំណេះដឹងខ្ពង់ពោះស្ថិតនៅក្នុងទីខ្ពស់ទីទួលទីទំនាបនោះក្តីក៏ត្រូវមានសេចក្តីអនុគ្រោះមេត្តាការចែករំលែកសេចក្តីស្រឡាញ់ដោយព្រះមហាធម៌សិលធម៌ចរិយាធម៌ដោយពាក្យសម្ដីដោយកាយវិការបែបបាត់រស់នៅឥតបៀតបៀនដោយកាយវាចាមโนដោយឡែកការជួយដោយមានការពេញចិត្តរមែងបាននូវសេចក្តីសុខរីករាយនៅក្នុងសន្តានការជួយអ្នកផ្សេងតែនឹមមโนការរាប់អានការជួយដោយស្មោះពិតគ្មានចង់បានអ្វីតបស្នងឬការដឹងគុណនោះទេបំណងចង់ឲ្យគេបានសុខបានធូរស្រាលក្នុងគ្រាលំបាកការរងគ្រោះផ្សេងដោយហេតុណាមួយជួយគេដោយចិត្តស្មោះឈ្មោះថាបុព្វការីដឹងគុណអ្នកធ្លាប់ជួយឈ្មោះថាកតញ្ញូការជួយដោយគ្មានការរើសអើងមិនថាអ្នកមានឬអ្នកក្រប្រកាន់បពុឬញាតិមិត្តសម្ដានឡើយការជួយបែបនេះវាចាស់អាកតៈ4យ៉ាងការជួយអ្វីក៏ដោយមិនចាំបាច់ត្រូវតែមានលុយវត្ថុធនធានសំខាន់នោះឡើយគ្រាន់តែជួយណែនាំបង្ហាញផ្លូវល្អជំរុញលើកទឹកចិត្តផ្ដល់វិធីសាស្ត្រល្អៗដឹកនាំឲ្យនរណាម្នាក់ធ្វើល្អក្នុងសង្គមក៏ឈ្មោះថាការជួយដែរ